ខ្សឹបពីប្រទេសថៃអត្ថបទមួយដែលបែកធ្លាយតាមបណ្ដាញសង្គមបញ្ជូនតគ្នានិងវែកញែកបែកខ្ទិះគ្រប់ទីកន្លែងគ្រប់ប្រភេទមនុស្សអត្ថបទនោះមានចំណងជើងថាខ្សឹបពីប្រទេសថៃមានខ្លឹមសារ7ចំណុចគួរភ្ញាក់ផ្អើលរួមមាន1គេខ្សឹបថាលោកស្រីនាយករដ្ឋមន្ត្រីថៃផៃថៃថងបានចូលគាល់ស្ដេចថៃបង្ហាញឆន្ទៈការពាររាជបល្ល័ង្ក2រាជវាំងទុកចិត្តលើបកដែលថាក់ស៊ីននៅពីក្រោយថានឹងធ្វើឲ្យរាជបល្ល័ង្កគង់វង្ស3ព្រាហ្មណ៍និងរាជវាំងមើលឃើញថា10-20ឆ្នាំទៅមុខរាជបល្ល័ង្កអាចមានបញ្ហាព្រោះមានចរន្តយុវជននិងមហាជនកាន់តែច្រើននិងរហូតបង្កើតជាបកនយោបាយដែលទទួលបានសម្លេងឆ្នោតឈានមុខគេហ៊ានប្រកាសជាជំហរកែសម្រួលរដ្ឋធម្មនុញ្ញប៉ះពាល់និរន្តរភាពរាជបល្ល័ង្កបន្ទាបអំណាចរាជវាំង4បែបនេះហើយបានជារាជវាំងមិនចង់ឲ្យយោធាធ្វើរដ្ឋប្រហារណាមួយទេតែមេយោធាហាក់មិនចង់ស្ដាប់ចង់ធ្វើតាមទំនើងរហូតបោះសម្ដីបង្កើតសង្គ្រាមខុសច្បាប់អន្តរជាតិនិងធ្វើឲ្យជាតិថៃទាំងមូលអាប់អោនខុសបំណងរាជវាំងរដ្ឋាភិបាលកម្លាំងប្រដាប់ថ្នាក់ក្រោមពិសេសប្រជាជនខ្លួន5ក្នុងពេលចុះទៅភូមិភាគ2ថៃនាយករដ្ឋមន្ត្រីថៃបានប្រគល់អំណោយបណ្ដាលស្នើមេយោធាភូមិភាគ2បណ្ដាលឲ្យបើកច្រកព្រំដែនសម្រួលស្ថានភាពវិញតែមេយោធាធ្វើនៅរាជវាំងរូបនោះមិនឆ្លើយតបធ្វើឲ្យបែរមុខចេញធ្វើប្រងើយ6នៅមានច្រើនទៀតដែលក្រុមថៃស្លូតបូតទាំងពីប្រភពយោធានគរបាលនិងស៊ីវិលខ្សឹប5ហេតុអ្វីរាជវាំងដែលតែងតែទុកចិត្តមេយោធាបែរងាកមករកបកកាន់អំណាចបច្ចុប្បន្នជាបកក្រុមលោកថាក់ស៊ីនគឺលែងសូវទុកចិត្តមេយោធាឯមេយោធាចាប់ផ្ដើមដឹងខ្លួនក៏កាន់តែសម្ដែងរឹតអំណាចមិនខ្វល់រាជវាំងមិនខ្វល់មុខមាត់ប្រទេសប្រជាជនមិនខ្វល់ពីពលទាហានដោយដកពលទាហានដែលមិនស្ដាប់ខ្លួនជាបន្តបន្ទាប់នេះជាសញ្ញាដែលពលទាហានចាប់ផ្ដើមមើលឃើញធាតុពិតមេយោធាខ្លួនធ្លាក់ទឹកចិត្តប្រយុទ្ធតែមេយោធាប៉ុន្មានអ្នកនោះដឹងតែពីឱកាសសម្លឹងអំណាចគឺចង់ក្តាប់អំណាចតែឯងទុករាជវាំងចោលនិងត្រួតត្រាទាំងរាជវាំងវិញតាមលំអានស៊ឺម៉ាអ៊ីដែលគេគិតថាខ្លួនអាចធ្វើបានតែលទ្ធផលប្រជាជនយុវជននគរបាលនិងពលទាហានក្រោមរាជវាំងក្រោមរដ្ឋាភិបាលនិងបកត្រឡប់មកក្រញិចក្រុមមេយោធាទំនើងមួយដំបងស្វាទាំងនោះដោយចៃមិនខាន7ជារួមព្រាហ្មណ៍និងរាជវាំងមើលឃើញថាថ្ងៃណាមួយថៃទាំងមូលអាចវិនិច្ឆ័យដោយដៃមេយោធាព្រោះតែនាំប្រទេសដើរផ្ទុយពីគន្លងច្បាប់អន្តរជាតិនិងបង្កើតសត្រូវជុំវិញទិសមានម៉ាឡេស៊ីភូមាឡាវជាដើមដែលថ្ងៃណាមួយពួកគេរួមដៃគ្នាពាត់ស៊ីវិញមិនខានត្រយងនាំសារពិតគ្រប់ទីកន្លែង